អស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយចូលមានកម្លាំងឡើងហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះត្បិតព្រះអង្គម្ចាស់យេហូវ៉ាអើយទ្រង់ជាទីសង្ឃឹមនៃទូលបង្គំទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមកគឺទ្រង់ហើយថែរក្សាទូលបង្គំតាំងពីផ្ទៃម្ដាយមកទ្រង់បានគុំទូលបង្គំឲ្យចេញចាកពីពោះម្ដាយទូលបង្គំនិងសរសើរពីទ្រង់ជានិច្ចទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើនតែគឺទ្រង់ជាទីពឹងមុំមួនរបស់ទូលបង្គំទេមាត់ទូលបង្គំនឹងពេញដោយសេចក្តីសរសើរដល់ទ្រង់ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដល់រាប់រាល់ថ្ងៃសូមកុំបោះបង់ចូលទូលបង្គំក្នុងកាលដែលចាស់ជរាឡើយហើយកុំលះបង់ទូលបង្គំក្នុងកាលដែលមានកម្លាំងអន់ថយនោះដែរមនុស្សអាក្រក់ត្រូវធ្លាក់ចុះដោយអំពើខូចអាក្រក់របស់ខ្លួនតែមនុស្សសុចរិតមានទីពំនាក់ក្នុងការដែលស្លាប់វិញមានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់តែសេចក្តីដែលនៅខាងក្នុងមនុស្សល្ងីល្ងើនោះរមែងសំដែងចេញមកសេចក្តីសុចរិតរមែងលើកដំកើងនគរតែអំពើបាបជាទីគួរខ្មាស់ដល់សះណានាក៏ដោយមហាក្សត្រតែងផ្ដល់គុណដល់អ្នកបម្រើណាដែលប្រព្រឹត្តដោយអំពើតែសេចក្តីក្រោធរបស់ទ្រង់នឹងទោះចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាស់វិញមិនតែប៉ុណ្ណោះសោតយើងនៅតែអួតក្នុងការដែលមានទុក្ខលំបាកដែរដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីសាមធ្នឹកសេចក្តីសាមធ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹមដូច្នេះសេចក្តីដែលយើងខ្ញុំបានឃើញហើយលឺនោះយើងខ្ញុំប្រាប់មកអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែររីឯសេចក្តីប្រកបរបស់យើងខ្ញុំនោះគឺប្រកបនឹងព្រះវរបិតាហើយនឹងព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាទ្រង់យើងខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមកអ្នករាល់គ្នាដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើងនេះជាដំណឹងដែលយើងខ្ញុំបានឮពីទ្រង់ហើយក៏ប្រាប់មកអ្នករាល់គ្នាគឺថាព្រះទ្រង់ជាពន្លឺភ្លឺគ្មានសេចក្តីងងឹតណានៅក្នុងទ្រង់សោះមេត្តាភាពគឺជាទ្រព្យសម្បត្តិនៅក្នុងព្រះនេត្ររបស់ព្រះបានរចនាយើងឲ្យត្រូវការគ្នាទៅវិញទៅមកដើម្បីជួយលើកទឹកចិត្តហើយថែមទាំងជួយគ្នាដើម្បីខិតកាន់តែជិតទ្រង់មេត្តាភាពពិតគឺជាការនៅក្បែរអ្នកណាម្នាក់មិនគ្រាន់តែស្គាល់គ្នានៅពេលដែលមានរឿងងាយស្រួលនោះទេប៉ុន្តែត្រូវស្គាល់គ្នានៅពេលដែលជីវិតលំបាកមិត្តពិតជួយអ្នកដើរតាមព្រះមិននាំឲ្យយើងវង្វេងចាញ់ពីទ្រង់មិត្តសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលាឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរអ្នកណាដែលមានមិត្តភក្តិច្រើននោះនាំឲ្យវិនាសខ្លួនទេប៉ុន្តែមានមិត្តសំឡាញ់ម្យ៉ាងដែលនៅជួបជាងបងប្អូនទៅទៀតមានគ្នាពីរនាក់នោះវិសេសជាងនៅតែឯងពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួនត្បិតបើដួលនោះម្នាក់នឹងជ្រងគ្នាឡើងវិញតែវោហើយអ្នកណាដែលដួលក្នុងការដែលនៅតែម្នាក់ឯងឥតមានគ្នានឹងជួយជ្រងឡើងវិញគ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះគឺដែលអ្នកណានឹងបដូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេបើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់នោះអ្នករាល់គ្នាជាពួកសម្លាញ់ខ្ញុំហើយព្រះយេស៊ូវគឺជាមិត្តដ៏ល្អឥតខ្ចោះព្រះយេស៊ូវជាគំរូដ៏ល្អបំផុតនៃមិត្តពិតទ្រង់បានប្រទានជីវិតរបស់ទ្រង់សម្រាប់យើងទ្រង់ស្មោះត្រង់អត់ទោសហើយតែងតែនៅជិតយើងជានិច្ចមិនថាមានបញ្ហាអ្វីនោះទេរបៀបធ្វើជាមិត្តរបស់ព្រះស្រឡាញ់ទ្រង់អស់ពីចិត្តទោះបីពិបាកក៏ដោយនិយាយការពិតដោយសប្បុរសរហ័សនឹងអត់ទោសលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យដើរតាមព្រះយេស៊ូវចូលសុំព្រះឲ្យជួយអ្នកធ្វើជាមិត្តពិតហើយចាត់មិត្តដែលចង្អុលផ្លូវអ្នកទៅកាន់ទ្រង់មិត្តភាពជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់ជីវិតរបស់អ្នក